ចិនទៅហើយសាច់គោចក1500ចកម្ចាស់គេមកយកហើយណាដល់ថ្ងៃគេលក់ដូរហើយម្ចាស់ទូច100 200ចកគេយកអស់ហើយនៅតែម្ចាស់ធំឯថ្ងៃនេះគេបើកឡានអា pick up មកយកដាក់គូតក្រួយបដ ாய் ទៅពួកដាក់អត់អស់ទេពួកខ្ញុំគ្មានពេលបើកតូបលក់ម្ហូបខ្លួនឯងក៏អាចផលិតសាច់គោចកបោះដុំឲ្យគាត់យកទៅលក់បន្តបានដែររាល់ថ្ងៃបន្តពីធ្វើការយប់ឆ្លៀតដោតបន្តិចទៅបាន100 200ចកបញ្ចូលក្នុងទូកឥឡូវគ្រប់ចំនួនហើយខ្ញុំនៅចាំបានថាការពីខ្ញុំលក់ម្ហូបនៅវត្តការថ្ងៃចូលឆ្នាំបងប្អូនទិញម្ហូបខ្ញុំបាទហូបអត់តាន់ទេអស់លីងដាច់ស្តុកតែដោយសារការនឹងខ្ញុំបាទធ្វើការលក់តែ2ថ្ងៃគត់អស់លីងអញ្ចឹងពួកគាត់នឹករសជាតិអ្នកខ្លះអត់បានញ៉ាំមិនស្ដាយស្នោះមែនតើអស់បារម្ភហើយបងប្អូនខ្មែរយើងអាចមក support មកទិញម្ហូបគាត់ញ៉ាំបាននៅកម្មវិធីនេះ Glendale High Festival អ្នកនៅជិតនឹងធ្វើ Cross Stream ធ្វើអីនឹងអាចមកជួយទិញម្ហូបគាត់ញ៉ាំបានណាគឺម្ហូបគាត់ទិញបន្តពីខ្ញុំយកទៅលក់ទេបងប្អូនណាអញ្ចឹងរសជាតិពីពួកខ្ញុំសុទ្ធសាធគ្រាន់តែគាត់មានធ្វើម្ហូបបន្ថែមចំនួនម្ហូបដែលមានប្រមាណមុខនឹងដូចជាមាន Spring Roll Egg Roll មានកាទៀវមានស្អីបាយឆាលោតឆាមីឆាអីចឹងទៅអញ្ចឹងសម្រាប់បងប្អូនយើងដែលនឹករសជាតិបុកល្ហុងនឹករសជាតិសាច់គោចកាអាំងអីហ្នឹងណាបងប្អូនទៅរកកន្លែងគាត់ទៅគឺគាត់ទិញបោះដុំពីពួកខ្ញុំទៅលក់បន្តបូករួមជាមួយនឹងម្ហូបដែលគាត់មានលក់ស្រាប់ទៀតដូចជា bubble tea តែគុជតែអីហ្នឹងបងប្អូនអូយសបោបែបមែនតើមកលេងគាត់ផងមកជួយ support គាត់ផងខ្មែរដូចគ្នាថាទៅជួបពួកខ្ញុំបានអាចថតរូបលេងសប្បាយជុំគ្នាទៀតណាបងប្អូនពីពួកខ្ញុំនឹងជួយទៅ support គាត់លក់ហ្នឹងប្រហែលថ្ងៃក្នុងកម្មវិធី festival តាំងពីថ្ងៃពហុសុក្រសៅរ៍អាទិត្យ4ថ្ងៃជាប់គ្នាបងប្អូនអាចទៅរកជាទិញគាត់បានណាឲ្យចាញ់តូបលក់ម្ហូបផ្សេងហ្នឹងបងប្អូនណាជនជាតិមិចកូជនជាតិស្បែកសគេ support គ្នាគេណាអញ្ចឹងយើងខ្មែរឃើញហើយទៅ support គ្នាដូចគ្នាកុំឲ្យចាញ់គេអញ្ចឹងកម្មវិធី Glendale High Festival នេះគេធ្វើ4ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី9ខែ7ដល់ថ្ងៃទី12ពហុសុក្រសៅរ៍អាទិត្យ4ថ្ងៃតែម្ដងហើយតូបខ្មែរយើងមានតែមួយតូបគត់ដែលជាតូបអាស៊ីដែលអាចចុះឈ្មោះទិញអញ្ញាប័ណ្ណទៅលក់នឹងបានណាបងប្អូនខែតែពីហ្នឹងគឺសិតតែម្ហូបមិចកូម្ហូបជនជាតិអាកាំងស្បែកសទាំងអស់មានតែតូបគាត់មួយទៀតដែលជាតូបម្ហូបខ្មែរលក់ម្ហូបខ្មែរយើងអញ្ចឹងបងប្អូនយើងនៅតំបន់ជុំវិញហ្នឹងអាចមកជួយទិញម្ហូបគាត់ញ៉ាំបានបងប្អូនណាចាប់ពីថ្ងៃពហុសុក្រសៅរ៍អាទិត្យ4ថ្ងៃនេះសប្តាហ៍នេះតែម្ដងហើយដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងទៅជួយទិញម្ហូបគាត់ញ៉ាំដូចជួយទិញម្ហូបពួកខ្ញុំអញ្ចឹងពួកខ្ញុំបោះដុំម្ហូបនឹងទៅឲ្យគាត់លក់បន្តហើយសម្រាប់ទីតាំងផ្ទាល់បងប្អូនវាយតាមខ្ញុំលើអេក្រង់នេះទៅ copy paste ទៅបងប្អូនអាចឃើញនៅក្នុង Google Map ហើយអត់ពិបាករកទេស្រួលណាស់កន្លែងចតឡានក៏ធំទូលាយដែរតស៊ូណាស់បងប្អូនអូយកាប់ភ្លៀងកាត់នេះហៅតែចង់ support ម្ហូបខ្មែរគ្នាឯងហើយចាប់ពីស្អែកទៅថ្ងៃសុក្រសៅរ៍អាទិត្យ3ថ្ងៃមេឃបើកថ្ងៃស្រឡះល្អណាស់កុំភ្លេចជួយគ្រប់គ្រងគាត់ផងរដូវកាលប្រមូលផលកាក់បានមកដល់ទីរ៉ៃសិតរដូវកាលប្រមូលផលហើយមួយឆ្នាំលឿនដល់ឡើយខ្ញុំទៅយកគោទៅដាក់យកកាក់ទៅដូរឆ្នាំមុនសោះឥឡូវដល់ថ្ងៃទៀតហើយនេះថាខ្ញុំទៅមកធុងធ្ងន់លោកមេសាលីធ្ងន់នេះដែរងាប់ប៉ិនកាក់អ្នកសំទៀនពីមួយឆ្នាំទៅមួយឆ្នាំកាក់លែងសូវមានហើយបងប្អូនអើយពីព្រោះទាំងយើងទាំងគេឥឡូវលែងចង់ចាយលុយសុទ្ធទេហ្នឹងតាណាមកណាប្រើតែលុយក្នុងកាតប្រើតែលុយក្នុងទូរស័ព្ទបាញ់ទៅបាញ់មកដល់ទៅពេលអញ្ចឹងអស់លុយសុទ្ធអស់កាក់អីលេងហើយឥឡូវហ្នឹងអញ្ចឹងប្រាប់មុនហើយវីដេអូនេះឆ្នាំនេះលុយមិនបានច្រើនប្រហែលទេតែបងប្អូនចាំទាយនៅចុងវីដេអូមកបានប្រហែលចង់យកមកដូរឲ្យ clear វាស្អាតក្នុងផ្ទះអស់កុំឲ្យវាមានកាក់អីកាពីទៀតអញ្ចឹងណាពួកអីប្រហែលជាលែងមានកាក់វីដេអូថតឲ្យបងប្អូនទស្សនានៅវីដេអូក្រោយៗហើយអញ្ចឹងលើកចុងក្រោយនេះតែនដូរបានតែ$166ទេបូកជាមួយរបស់លោកមេសាលីមកកំប៉ុងនេះទៀតបាន200ជាងបាទបាន215អញ្ចឹងយើងយក receipt វីដេអូនៅក្នុងកន្លែងធនាគារគេទៅគេឲ្យលុយសុទ្ធមកយើងវិញហើយ